ដើម្បីត្រាំបំភ្លឺបង្ហាញមកពុទ្ធទៅទៅនឹងទៅចាយបងបងតាមញ៉ាំឲ្យកាត់ថ្លៃពីសិនហើយគាត់មកនេះមកទៅទីមកបងទីទៅបាយសុខសប្បាយមកទៅទីមកគាត់មកទីមកឲ្យគាត់ឈរឡើងទីចុះឲ្យដល់ទីចុះឲ្យជួយើងស្វាគមន៍ឲ្យយើងនេះបាននេះគ្រូពីខ្លះជប់ចាំខ្ញុំជួយបាំងកម្ដៅឲ្យគាត់ហើយកុំឲ្យគាត់ក្តៅបាទយើងខ្ញុំទាំងអស់គ្នាជាតំណាងក្រុមយុវជនមកពីបណ្ដាញផ្សេងមានទាំងយុវជនមកពីជនជាតិភាគតិចដែលនៅខាងស្ទឹងត្រែងក្បែរតំបន់ដនសហុងហើយថ្ងៃនេះគឺជាថ្ងៃទិវាបរិស្ថានពិភពលោកអញ្ចឹងពួកយើងដែលជាសកម្មជនបរិស្ថានព្រៃឈើនិងធនធានធម្មជាតិផ្សេងហ្នឹងយើងអបអរសាទរទិវាបរិស្ថានពិភពលោកថ្ងៃនេះហើយឆ្លៀតក្នុងឱកាសនេះថ្ងៃនេះយើងបានរៀបចំជាញត្តិមួយផ្ញើជូនទៅគណៈកម្មការទី3នៃរដ្ឋសភាដែលយើងយល់ថាជាគណៈកម្មការទទួលភារៈខាងធនធានទឹកនិងរ៉ែផ្សេងជាដើមហ្នឹងគឺជួយពំនាំនៅកង្វល់ការព្រួយបារម្ភរបស់យើងចំពោះគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសហុងតាមពិតដនសហុងនៅប៉ែកខាងឡើយទេតែយើងដឹងទាំងអស់គ្នាហើយថាធនធានធម្មជាតិនៅដនសហុងនេះវានៅលើប៉ែកខាងលើនៃទន្លេមេគង្គរបស់ប្រទេសកម្ពុជាដូច្នេះទេបើសិនជាទំនប់នេះធ្វើចេញរួចរាល់វានឹងប៉ះពាល់ខ្លាំងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជានឹងបំផ្លាញនៅបរិស្ថានទាំងធនធានក្រោមទឹកទាំងព្រៃឈើទាំងរ៉ែអីជាដើមហ្នឹងគឺនឹងអាចបំផ្លាញធ្ងន់ធ្ងរដូច្នេះយើងសូមដាក់ញត្តិដល់រដ្ឋសភាជួយចាត់វិធានការតាមលទ្ធភាពគឺអាចស្នើទៅខាងរដ្ឋាភិបាលឡាវឬមួយតាមរយៈរដ្ឋាភិបាលកម្ពុជាធ្វើសំណើទៅខាងភាគីឡាវធ្វើយ៉ាងម៉េចទប់ឲ្យបានកុំឲ្យមានការសាងសង់នៅទំនប់វារីអគ្គិសនីនៅទន្លេដនសហុងបាទសូមអរគុណហើយដល់មានដល់បងសូមឲ្យតំណាងរាជគាត់មានអរគុណខ្ញុំក្នុងតួនាទីជាអ្នកតំណាងរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងមូលសូមកោតសរសើរចំពោះទឹកចិត្តរបស់បងប្អូនដែលជាយុវជនទាំងអស់ដែលមានទឹកចិត្តស្រឡាញ់ជាតិមាតុភូមិរបស់យើងហើយថ្ងៃនេះជាថ្ងៃទិវាបរិស្ថានសកលលោកហើយយើងនាំគ្នាហែញ៉ាត់ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋសភាដើម្បីជួយអន្តរាគមន៍ក្នុងការទប់ស្កាត់ការសាងសង់វិរីអគ្គិសនីដនសហុងនៅប្រទេសឡាវដែលនៅជាប់យើងនេះក្នុងនាមជាអ្នកតំណាងរាជខ្ញុំនឹងចាត់តាមនីតិវិធីដើម្បីបញ្ជូនញត្តិរបស់បងប្អូនទៅគណៈកម្មការទី3ឲ្យជួយអន្តរាគមន៍ហើយយើងកម្ពុជាជាសមាជិកនៃដងទន្លេមេគង្គព្រោះទន្លេមេគង្គមានប្រទេសផ្សេងទៀតដែលជាសមាជិកនៅតាមដងទន្លេនោះដែរហើយការប្រើប្រាស់ហើយទាញប្រយោជន៍ពីទន្លេមេគង្គគឺឲ្យវាស្មើភាពគ្នាអញ្ចឹងយើងនឹងប្រឹងប្រែងអន្តរភាពដើម្បីជួយធ្វើម៉េចកុំឲ្យវាប៉ះពាល់ដល់ផលប្រយោជន៍ជាតិយើងផលប្រយោជន៍ប្រជាពលរដ្ឋយើងបាទហើយសូមបកលជូនលោកទាវតែគាត់មាននៃប្រចាំថាចាអរគុណណាស់នាងខ្ញុំឈ្មោះឡៅខេងជាតំណាងរាស្ត្ររបស់គណៈបព្វជិជនកម្ពុជាហើយក៏ជាសមាជិកគណៈកម្មការទី1ដែលជាគណៈកម្មការទទួលពាក្យបណ្ដឹងគេនិងសិទ្ធិមនុស្សចាអញ្ចឹងថ្ងៃនេះសូមកោតសរសើរណាស់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនយុវនារីរបស់យើងទាំងអស់គ្នាដែលបានចូលរួមគោរពនៅទិវាបរិស្ថានអន្តរជាតិចាហើយសូមកោតសរសើរក្នុងការអត់ធ្មត់តស៊ូហើយមិននេះគឺថានាងខ្ញុំចង់ទៅចិត្តដល់មូលដ្ឋានហើយប៉ុន្តែដល់ពេលលឺទៅខំរត់មកវិញហើយថានៅនេះហាលក្តៅមួយថ្ងៃហើយអាហ្នឹងក៏សូមអភ័យទោសណាព្រោះដោយសារថាអត់បានដឹងថាមកដល់រដ្ឋសភាហ្នឹងពេលម៉ោងដែលចេញធ្វើការទៅហើយចាអញ្ចឹងគឺក្នុងថ្ងៃនេះនាងខ្ញុំសូមកោតសរសើរហើយក៏សូមកោតសរសើរទៅលើស្មារតីស្នេហាជាតិស្រឡាញ់មាតុភូមិដើម្បីការពារនៅផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋរបស់ផលប្រយោជន៍របស់ប្រទេសកម្ពុជា